សម្រាប់បងប្អូនដែលចូលចិត្តហូបប្រហុកហូបផ្អបផ្ជាមួយនឹងលក់បន្លែខ្ចីៗអីដឹងតែត្រូវហើយថ្ងៃនេះបងអូនស្រីខុនគេមកបញ្ចេញស្នាដៃធ្វើប្រហុកកសាំងហើយបន្ទាប់ពីរងចាំតាំងពីម៉ោង5ជាងរហូតដល់ម៉ោង6គេទៅមកពីលក់ជ័យជានៅផ្លូវលើចម្ងាយ5-10គីឡូពីផ្ទះហើយផ្លូវក៏ពិបាកទៀតនេះហើយរសជាតិជីវិតហើយបន្ទាប់មកប្រុសខ្ជិបប្តីស្រីខុននឹងជាមួយកូនពៅគេឈ្មោះអាដាមនឹងចាប់ផ្ដើមរៀបចំចេកយកទៅទុកបន្ទុំដើម្បីទុកលក់តទៅថ្ងៃស្អែកបន្ថែមទៀតអញ្ចឹងជីវិតគឺដើម្បីតែអាហារ3ពេលគឺរវល់គ្មានពេលបានសម្រាកពេលនិយាយពីអាហារ3ពេលងាករវល់ដល់ពេលធ្វើម្ហូបដាំស្លទៀតនិយាយថាពីមនុស្សយើងហូបច្រើននោះច្រើនមិនហូបមួយថ្ងៃតែមួយពេលអីបានហើយហូបឡើង3-4ពេលទៀតហើយនៅតែហូបមិនឆ្អែតទៀតថាអាការងារទៅវារវល់អាឃ្លានក៏ត្រូវតែឲ្យឃ្លានជាប់រហូតទៀតអញ្ចឹងដោយពេលហ្នឹងអញ្ចឹងគ្នាទៅមកពីលក់ជ័យជាឥឡូវដល់ពេលធ្វើម្ហូបអាហារពេលល្ងាចទៀតហើយអាមកពីលក់មិនទាន់បានហត់មិនទាន់បានសម្រាកផងហ្នឹងឥឡូវចាប់ផ្ដើមមកកច្រាំប្រហុកជាមួយនឹងកសាំងហើយបេះកសាំងដើមនេះចិត្តផ្ទះហ្នឹងទេខ្វេះដាក់ទៅដាក់ម្សៅឡាហើយកសាំងហ្នឹងមិនបាច់ខ្លាចពុលទៅគឺហូបទៅស្និទ្ធមាត់ហើយគឺហូបតាំងពីដើមនៅទូចរហូតដល់ធំផ្លែនិយាយថាពីច្រើនច្រើនដូចអាកូនមួយឡាយស៊ីក្តាប់7គេថាស៊ីទៅបងប្អូនវាមិនពុលទេស្រុកខ្ញុំស៊ីតែអានឹងយូរហើយញ៉ាំហ្នឹងញ៉ាំមិនធម្មតាទេញ៉ាំម្ដងឡើងមកជ្រុញហើយកច្រាំនេះកច្រាំដាក់ជាមួយនឹងសាច់ជ្រូកដាក់គ្រឿងដាក់គ្រូដាក់ម្ទេសហើយជាពិសេសហ្នឹងកច្រាំជាមួយស្លឹកក្រូចហូបទៅដឹងតែឆ្ងាញ់ប៉ុន្តែស្លឹកក្រូចដាក់ជាមួយនឹងប្រហុកឆៅមិនត្រូវមិនឆ្ងាញ់ហើយកូនហ្នឹងបកកែធ្វើប្រហុកណាប្រហុកកច្រាំទាំងឆៅទាំងឆ្អិនហើយបន្ទាប់មកប្រុសជិះទៅយកលុយមករាយហ្នឹងមករៀបមករាប់ហ្នឹងទៅអាជីវកម្មលក់ជ័យជាគឺលុយរាយអញ្ចឹងឯងមិនតែរាប់បូកបញ្ចូលគ្នាទៅ1000-2500ក្តីអីទៅបូកចូលគ្នាទៅបាន4-10ម៉ឺនច្រើនមកគេដែរតាអាជីវកម្មតូចតាចមែនប៉ុន្តែទទួលបានផលគួរសមដែរប៉ុន្តែថាទៅគ្នាហត់នឿយណារំបានប៉ុណ្្នឹងញាប់ដៃញាប់ជើងតាំងពីព្រលឹមទៅព្រលប់ដោយពាក្យមកឃ្លាក៏លើកឡើងថាគ្មានការជោគជ័យណាដែលបានមកដោយគ្មានការខិតខំប្រឹងប្រែងទេទោះបីជាលុយប៉ុណ្្នឹងយើងថាច្រើនសម្រាប់យើងប៉ុន្តែអាចតិចសម្រាប់គេក៏ថាបានប៉ុន្តែវាជាកម្លាំងញើសឈាមនឹងការតស៊ូរបស់យើងអញ្ចឹងយើងពេញចិត្តនឹងអ្វីដែលយើងធ្វើនិងយើងដែលអ្វីដែលយើងទទួលបានហើយចំណែកសម្រាប់រសជាតិប្រហុកដែលធ្វើហ្នឹងគឺមានរសជាតិឆ្ងាញ់អាចទទួលយកបានមិនប្រៃពេករសជាតិដិតល្មមអាចជ្រលក់មួយបន្លែខ្ញុំបានហូបដែរហ្នឹងហើយអរគុណផងការវីដេអូភ្លាសាច់គោអត់បានអរគុណគេតវ៉ាឥឡូវមកអរគុណនឹងវីដេអូប្រហុកហើយក៏អរគុណផងដែរទៅដល់បងប្អូនដែលបានទស្សនាតាំងពីដើមដល់ចប់សម្រាប់អ្នកមើលថ្មីដែលមិនទាន់ follow ហ្នឹងជួយចុច follow page ខ្ញុំផងនឹងបានមើលវីដេអូថ្មីបន្តទៀតអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាជម្រាបលាបាយ